អាកើតមកហើយស្លាប់អានឹងយំតែមួយថ្ងៃពីរបាត់វិញណាញោមហើយអាមិនតាន់កើតមកហើយស្លាប់ទៅស្រួលមួយខែពីរក្រោយទៀតមានទៀតហើយនៅប្រយ័ត្នអារស់នៅទល់ថ្ងៃមួយខែបានចូលផ្ទះម្ដងនេះបើឃើញចូលផ្ទះញោមប្រយ័ត្នកបោកប្រយ័ត្នកប៉ាអើមែនតើចុះទៅវិញបាត់ហ្នឹងដោយស្អីទៅហើយតែបានតែមកក្តាប់ទៅហ្នឹងកន្លះខែមួយខែបានត្រឡប់មកវិញហើយតែមកវិញរកអីលែងបានស្រួលកាច់កម៉ូតូយកទៅទៀតម៉ែឪស្គាល់ប៉ុស្តិ៍ប៉ូលីសញឹកក៏ដោយសារកូនហ្នឹងលែងស្ដីរកគ្នាចិត្តខាងក៏ដោយសារកូនហ្នឹងខ្មាស់គេពេញភូមិក៏ដោយសារកូនហ្នឹងអស់លុយអស់កាក់ពីខ្លួនក៏ដោយសារកូនហ្នឹងអស់កិត្តិយសអស់ការងារក៏ដោយសារកូនហ្នឹងដែរអានេះធ្វើបាបម៉ែឪយូរហ่าអញ្ចឹងបានលោកបែងចែកថាកូនកើតមកហើយនេះជា3ប្រភេទកូនដែលកើតមកហើយធ្វើបាបម៉ែឪគ្មានធម៌កតញ្ញូគេហៅថាអវៈជាតិបុត្រកូនអន់បំផុតកូននឹងមានធម៌ដែរធម៌គេមានតែ4ទេគឺអបាយមុខទាំង4នឹងហ្មងលបែងស្រីស្រាពីលាភ្នាល់គ្នាដើរលេងហួសពេលវេលាសែបគុកបាបប្រមិតនឹងឯងអញ្ចឹងគេមានតែ4នឹងឯងអាកូនទី2គេហៅថាអនុជាតិបុត្រម៉ែមានសទ្ធាមានសិលកាន់ធ្វើអញ្ចឹងអត់ពីម៉ែពីឪទៅកូននឹងធ្វើតាមអញ្ចឹងដែរកាន់តាមម៉ែឪអាចអូសទាញកើតដូចអ្នកពូជអ្នកតកែវអ្នកកំពុងស្ពឺនឹងអ្នកខ្លះឪនឹងអ្នកអាយ៉ៃកូននឹងអ្នកអាយ៉ៃដែរមិនឪអ្នកអាយ៉ៃកូនអ្នកលហែកទេណាញោមឪអ្នកលខោនកូនអ្នកប្រសាឪអ្នកជាកេកូនអ្នកជំរៀងឪនាយកសាលាកូនយ៉ាងហោចគ្រូបរៀនឃើញណាឪនឹងជាងឈើកូនជាងសំណង់ហ្មងបើដូច្នេះកូនខ្លះវាកាត់តាមឪតាមម៉ែអញ្ចឹងកូននឹងជាងកាលម៉ែអ្នកឪអ្នកស្រែអ្នកចំការកូននឹងថកែស្រែចំការហើយបើម៉ែឪអ្នកស្រែចំការកូននឹងស្រួលឡើងអ្នកធំហ្មងបើដូច្នេះហើយកូនដែលចេះធ្វើតាមម៉ែតាមឪម៉ែឪអាចអូសទាញបានគេហៅថាកូនអនុជាតិបុត្រនេះកូនល្អគឺកូនស្ដាប់ប្រកបឯពិសេសជាងយើងទៅទៀតនោះគេហៅថាអតិជាតិបុត្រឪរៀនបានប៉ុណ្ណេះកូនរៀនបានប៉ុណ្ណេះម៉ែរៀនបានប៉ុណ្ណេះកូនរៀនបានប៉ុណ្ណេះម៉ែឪធ្វើបានប៉ុណ្ណេះកូនធ្វើបានប៉ុណ្ណេះមានន័យថាបើម៉ែឪត្រឹមតែអ្នកស្រែអ្នកចំការកូននឹងឡើងដល់អ្នកធំធ្វើផ្ទះធ្វើវិឡាទិញឡានទិញអីជូនម៉ែឪដឹកនាំម៉ែឪឲ្យធ្វើបុណ្យរីកមុខរីកមាត់ដោយសារកូននឹងឯងគេមានធម៌នឹងពិសេសណាស់គេហៅថាអត្តសុទ្ធិទៅរៀនមានចំណេះចេះដឹងធ្វើល្អខ្លួនឯងបរសុទ្ធិមកដឹកនាំបងប្អូនឲ្យចេះធ្វើល្អសង្ឃៈចេះសង្គ្រោះដល់ញាតិមិត្តភូមិផងរបងជាមួយធ្វើបុណ្យធ្វើទានទិញកមាទិញសរងចែកយាយចែកតាដាំស្លអាហារជូនយាយតាពិសាបរិភោគអូចេះណាញោមណាអ្នកខ្លះទៅកូរ៉េទៅថៃទៅប្រទេសផ្សេងត្រឡប់មកវិញបានលុយកាក់ធ្វើបុណ្យជូនទានក្រឹកក្រែងគេទៅសើថាយីក្មេងសោះចេះធ្វើបុណ្យខ្ញុំស្ដាប់ធម៌រាល់ថ្ងៃហើយនិយាយថាហ្នឹងហើយចៅខ្ញុំទិញបលូធូឲ្យខ្ញុំស្ដាប់ធម៌រាល់ថ្ងៃខ្ញុំស្ដាប់តាមបលូធូដោយសារចៅហ្នឹងហើយឥឡូវចៅហ្នឹងគេបានស្ដាប់ហើយគេយកឲ្យយាយស្ដាប់ទៀតចឹងបានយាយឥឡូវសិតតែចេះបលូធូណាញោមណាឲ្យតែឃើញលោកមកទេទាញបលូធូមកថតព្រៀបប្រាប់អាត្មាដែលគុណកណាស្ដាប់ដែលគុណអញរាល់យប់ស្ដាប់តាមណាតាមបលូធូអាត្មាថាអមិនទៅបលូធូនេះបលូធូចៅតែញឲ្យបលូធូរបស់គាត់មែនខ្លះយកមកថតអាត្មាមកចប់ពេលទេសនាទេចប់យកមកសួរដែលគុណគេបើកអាមិនឲ្យចេញអាត្មាថាញោមគ្មានបានចុចថតទេញោមគ្រាន់តែតម្រង់ហ្នឹងចឹងវាអត់មានជាប់អីកាលដែលគុណឯងទេមើលឃើញដែរថាមើលឃើញមែនបើញោមអត់ចុចថតវាគ្រាន់តែឃើញដល់លែងថតវាបាត់ទៅវិញអញ្ចឹងតាបលូធូណាញោមណាដូច្នេះហើយកូនចេះដឹកនាំយាយតាធ្វើបុណ្យហើយបានគេហៅថាកូននឹងមានធម៌កតញ្ញូមួយទៀតគឺដឹងគុណមេត្តាបិតានេះគេហៅថាអតិជាតិបុត្រប្រគុណជាអង្គម្ចាស់ឆ្លើយប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងជាត្រូវមិនដឹងជាខុសបើពេញចិត្តក៏និមន្តយកចុះបើសិនជាខុសសូមនិមន្តកែតម្រូវសូមជ្រាបកណាត្រឹមត្រូវអរប្រគុណប្រកេនពរឲ្យអនុថែបុះរហូតរាល់ជាតិកុំឲ្យសឹកឲ្យសបួសតែ1ម៉ោងវាកើតលោកឲ្យបួសរហូតឧបជាទ្រាំរហូតអត់បានទេឈឺជាកែឡើងញាតិញោមស្ដាប់បានទេណាចែកទៅតាមប្រភេទរបស់កូននោះមានច្រើនមាន4ក៏មាន3ក៏មានប៉ុន្តែកូនយើងទិដ្ឋភាពមើលសពថ្ងៃហ្នឹង3ដែលប្រពុតព្រះអង្គសម្ដែងអវៈជាតិបុត្រអនុជាតិបុត្រអតិជាតិឪកូនខ្លះទៀតមិនបាច់ចាំម៉ែឪទូនមានពឿនបដៅទេកើតមកចេះយល់ដឹងតែម្ដងវិសេសវិសាលនឹងល្អមាននៅក្នុងโลกនេះដែលព្រះពុទ្ធជាអង្គម្ចាស់ចែកទៅតាមប្រភេទនៃកូនអញ្ចឹងដល់អតិជាតិបុត្រនេះកូនល្អបំផុតនឹងគេមានធម៌កតញ្ញូអញ្ចឹងខ្ញុំកណាឆ្ងល់អំពីកតញ្ញូនេះទៅទៀតកតញ្ញូនេះតើមានប្រមាណតែដែរកតញ្ញូសូមអនុថែវិសច្ចនីកតញ្ញូនឹងមាន3សូមជ្រាបកតញ្ញូ3ចុះ3នឹងអីខ្លះសូមរតនានិមន្តកតញ្ញូទី1កតញ្ញូទី2និងកតញ្ញូទី3សូមជ្រាបនៅដែលហ្នឹងស្ដាប់កុំឲ្យថាបានបន្តិចដឹងតែ1 2 3ក៏ប៉ុន្តែចង់ដឹងតែ1នឹងយ៉ាងម៉េចខ្លះ2នឹងយ៉ាងម៉េចខ្លះហើយចុះ3នឹងកតញ្ញូយ៉ាងម៉េចខ្លះសូមរតនានិមន្តវិសច្ចនី1គេហៅថានិច្ចកតញ្ញូកូនចៅនៅជានិច្ចពង្រើម៉ែឪបាយទឹកព្រឹកល្ងាចបានបុណ្យច្រើនជាងគេប៉ុន្តែម៉ែជេក៏ច្រើនជាងគេត្រូវមាត់ក៏ច្រើនជាងគេដែរមនុស្សចាស់បេះដូងដើរញាប់ចេះតែល្អូច្រើន
គេថារស់ទៅពាកតាគេស្លាប់ឆឹងណាញោមដល់ចាស់ទៅវ័យលូចាំមើលតាអាត្មាចាស់ទៅលូច្រើនជាងញោមទៀតតែបេះដូងដល់ញោមប៉ុន្តែកូនបែបហ្នឹងបើចេះអត់ធ្មត់បានបនច្រើនជាងគេនេះនិច្ចកតញ្ញូធ្វើបនគេមើលមិន